សូមជូនរឿងនាងបតុមវតីមានដំណាលមួយថាកាលពីព្រេងនាយមានស្ត្រីម្នាក់ដើរទៅធ្វើស្រែតាំងពីព្រលឹមនៅតាមដងផ្លូវនាងបានឃើញផ្កាឈូករីស្គូស្គីក្នុងស្រែមួយក្បែរមាត់ផ្លូវនាងក៏ចុះទៅបេះផ្កាឈូកនិងស្លឹកហើយបានខ្ចប់ផ្កាក្នុងស្លឹកដើម្បីយកទៅផ្ទះលុះទៅដល់ផ្ទះនាងបានរាប់លាតចំនួន500គ្រាប់ខ្ចប់នឹងស្លឹកឈូកខណៈពេលនោះមានព្រះចៅកពុទ្ធមួយអង្គទ្រង់បាននិមន្តពីភ្នំគុណធមាត្រទ្រង់បានមកឈរចំពីមុខខ្ទមរបស់នាងឃើញព្រះចៅកពុទ្ធនោះហើយក៏ដើរសំដៅទៅព្រះអង្គដោយកាន់លាតនិងផ្កាឈូកដើម្បីយកទៅដាក់បាតនាងបានយកផ្កាឈូកដាក់ពីលើគ្របបាតរបស់ព្រះអង្គលុះព្រះអង្គនិមន្តចេញផុតទៅនាងក៏ទៅតាមពីក្រោយក្នុងគោលបំណងនិយាយសុំទោសទៅកាន់ព្រះអង្គពីការប្រព្រឹត្តរបស់នាងចំពោះព្រះអង្គដោយនាងនិយាយថាលោកម្ចាស់ជាបុព្វជិតខ្ញុំប្រកាសណាមិនគួរប្រកេនផ្កាឡើយសូមព្រះអង្គម្ចាស់អត់ទោសដល់ខ្ញុំប្រកាសណាផងបន្ទាប់មកនាងបានតាំងសេចក្តីប្រាថ្នាថាក្នុងអនាគតកាលខ្ញុំសូមឲ្យមានកូនចំនួន500នាក់ស្មើនឹងចំនួនគ្រាប់លាតដែលខ្ញុំបានប្រគេនព្រះអង្គម្ចាស់ម្យ៉ាងវិញទៀតសូមឲ្យផ្កាឈូកដុះឡើងរាល់ពីជំហានក្នុងទីដែលខ្ញុំកើតដោយក្តីអានិសង្សនៃការប្រគេនផ្កាឈូកដល់ព្រះចក្រពុទ្ធនាងបានទៅកើតក្នុងឋានទេវលោកមានផ្កាឈូកដុះឡើងរាល់ពីជំហានក្នុងវេលាដែលនាងបានដើរលុះចុះពីឋានទេវលោកនាងបានមកកើតជាឧបតិកោក្នុងត្របកឈូកនាស្រះមួយក្បែរជើងភ្នំកាលនោះមានតាបោះមួយរូបទៅខ្ពុលមាត់លុបមុខនៅស្រះនោះនាពេលព្រលឹមស្រាងក៏បានឃើញផ្កាឈូកមួយក្រពុំធំជាងគេនៅក្នុងស្រះនោះលោកពិចារណាថាផ្កាឈូកនេះនៅក្រពុំទេម្ដេចក៏ធំជាងផ្កាឈូកកំពុងរីកស្គុះស្គីដទៃទៀតច្បាស់ជាមានអ្វីនៅក្នុងផ្កានោះជាពុំខានគាត់ក៏សម្រេចចិត្តចុះទៅកាត់ផ្កាឈូកនោះមកឯផ្កាឈូកនោះរីកស្គុះស្គីភ្លាមក្នុងពេលដែលតាបកទៅកាន់ប៉ះពាល់តាបកបានឃើញនាងទារិកាដេកនៅក្នុងត្របកឈូកនោះលោកក៏មានសេចក្តីត្រេកអរណាស់បានកាច់យកផ្កានោះទៅទុកក្នុងអាស្រមតាបោះផ្កានោះបើផ្កាឈូកស្រពោនហើយទៅកាច់ផ្កាថ្មីមកដាក់ឲ្យដេកទៀតដរាបដល់នាងទារិកានោះធំចេះដើរចេះរត់ដល់ទីណាមានផ្កាឈូកដុះរាល់ពីជំហានម្ដងតាបោះក៏កំណត់នាមនាងទារិកានោះថានាងបតុមវតីថ្ងៃមួយមានព្រានព្រៃម្នាក់បានឃើញនាងមានសម្បុរដូចជាទេវតាល្អប្លែកអស្ចារ្យជាងមនុស្សសាមញ្ញក៏ក្រាបទូលដល់ព្រះបាទពារាមសីព្រះរាជាក៏ទៅថ្វាយបង្គំសុំតាបោះយកនាងបតុមវតីមកអភិសេកជាមួយព្រះអង្គនៅក្នុងនគរកែវព្រះអង្គតាំងនាមជាអគ្គមហេសីធំក្រោយមកនាងមានគភ៌ដល់ពេលគ្រប់ខែក៏ប្រសូតបានរាជបុត្រមួយអង្គព្រះឲ្យនាមថាបតុមរាជកុមារក្នុងពេលដែលនាងបតុមវតីប្រសូតបុត្រនោះមានទារក499រូបជាសំសេតកើតតាមរុនញើសរបស់នាងដែលបែកញើសក្នុងវេលាដែលប្រសូតបុត្ររួចមកនាងមានកូនទាំងអស់500នាក់កើតក្នុងថ្ងៃតែមួយលុះដល់ទារកនោះមានអាយុ15ឆ្នាំបាននាំទៅលេងទឹកក្នុងស្រះបោកណីដែលមានផ្កាឈូករីកប្រងព្រាតកុមារទាំង500បានពិចារណានៅរូបកាយរបស់មនុស្សប្រៀបធៀបទៅនឹងផ្កាឈូកដែលរុះរាយត្របកនឹងកេសរក៏បានត្រាស់ជាព្រះចក្រពុទ្ធទាំងអស់គ្នាចំណែកនាងបតុមវតីមកដល់ក្នុងពុទ្ធកាលនាងបានកើតជានាងឧបាលវណ្ណាជរីតរៀងទៅ